អ្នកដឹងទេថាពេលមានអាសន្នឬគ្រោះថ្នាក់ចរាចរណ៍ត្រូវទូរស័ព្ទទៅណាមូលនិធិក៏អាចជួយសង្គ្រោះជីវិតបានដែរអាឡូមន្ទីរពេទ្យខេត្តកំពង់ឆ្នាំងសូមជម្រាបសួរមន្ទីរពេទ្យខេត្តកំពង់ឆ្នាំងបានត្រៀមលក្ខណៈជាស្រេចដើម្បីជួយសង្គ្រោះបងប្អូនប្រជាពលរដ្ឋ24ម៉ោងលើ24ម៉ោងមិនថាថ្ងៃឬយប់លេខទូរស័ព្ទសម្រាប់ហៅរថយន្តសង្គ្រោះបន្ទាន់គឺ093 25 01 11 097 79 75 111និង097 98 12 812ជីវិតមនុស្សម្នាក់ៗគឺមិនអាចកាត់ថ្លៃបានឡើយនៅពេលមានអាសន្នសេវាឡានសង្គ្រោះគឺជាស្ពានដ៏សំខាន់ដែលនាំអ្នកជំងឺទៅកាន់ការព្យាបាលទាន់ពេលវេលាវាមិនត្រឹមតែជាការដឹកជញ្ជូនទេតែជាការសង្គ្រោះបឋមពីអ្នកជំនាញផងដែររថយន្តសង្គ្រោះរបស់យើងត្រូវបានបំពាក់ដោយឧបករណ៍សង្គ្រោះចាំបាច់និងមានក្រុមគ្រូពេទ្យជំនាញដែលបានបណ្ដុះបណ្ដាលត្រឹមត្រូវពួកគាត់អាចផ្ដល់ជំនួយបឋមប្រកបដោយប្រសិទ្ធភាពតាំងពីមុនពេលមកដល់មន្ទីរពេទ្យក្រុមគ្រូពេទ្យនិងបុគ្គលិកមន្ទីរពេទ្យខេត្តកំពង់ឆ្នាំងត្រៀមខ្លួនជានិច្ចដើម្បីបម្រើនិងសង្គ្រោះអាយុជីវិតបងប្អូនដើម្បីឲ្យក្រុមសង្គ្រោះទៅដល់គោលដៅលឿនអ្នកត្រូវ 1. ប្រាប់ទីតាំងឲ្យបានច្បាស់លាស់ដូចជាឈ្មោះភូមិឈ្មោះផ្លូវនិងសញ្ញាសម្គាល់ផ្សេងៗ 2. ពិពណ៌នាស្ថានភាពអ្នកជំងឺឬគ្រោះថ្នាក់ដូចជារបួសអ្វីស្ថានភាពបែបណា 3. រក្សាភាពស្ងៀមស្ងាត់និងធ្វើតាមការណែនាំរបស់បុគ្គលិកសុខាភិបាលរក្សាទុកលេខទូរស័ព្ទនេះនៅក្នុងទូរស័ព្ទរបស់លោកអ្នកសូមអរគុណ